នេះគឺជាលទ្ធផលដែលយើងបានកិនបាទក្នុងការសាត់បងបាទហើយក្នុងចំពោះម៉ាស៊ីនកិនស្រូវស៊េរីនឹងដែរគឺវាមានរែងជាមួយនឹងការស្មៅបាទរែងគ្រួសបាទហើយរែងអង្គចេញពីចុងហើយចេញក្បាលអង្កាមល្អមែនតើណាយើងបានជាអង្គហើយគឺយើងយកទៅដាំបាទបានតែម្ដងហើយយើងអត់មានថាចាំបាច់ទៅរែងទៅអីធ្វើអីទេណាយើងយកទៅបាទកិនហូបតែម្ដងហើយចំពោះកតុណាកតុបើមិនជាបងប្អូនគិនតែចិញ្ចឹមទាគឺបងប្អូនអាចយកទៅបាទឲ្យទាបានរហូតវាមិនមែនជាគ្រើមណាទេវាម៉ត់មកអាចឲ្យទាបានប៉ុន្តែបើមិនជាបងប្អូនចិញ្ចឹមជ្រូកបាទចិញ្ចឹមជ្រូកបងប្អូនអាចកិនបន្តទៀតណាហើយចំពោះការកិនបាទយើងមានសងខាងនោះគឺយើងកិនស្រូវបាទចំពោះខាងនេះគឺយើងកិនជាមួយនឹងកតុក៏បានវាយពោតក៏បានបាទឬក៏វាយបន្លែបើសម្រាប់វាយបន្លែគឺយើងដោះកញ្ឆែងខាងក្នុងនេះចេញយើងញាត់បន្លែតាមនេះដូចជាតកួនអីផ្សេងបាទស្ពៃតកួនហើយបន្លែកតិចយើងអាចកិនបានបាទសម្រាប់នេះគឺយើងអាចកិនជាធ្វើជាចំណីសត្វបានសម្រាប់ផ្នែកខាងនេះណាហ្នឹងហើយយើងអាចកិនវាយស្រូវទៅជាកតុសុទ្ធក៏បានវាយពោតក៏បានបាទកិនសណ្ដែកសៀងបាទកិនអីផ្សេងក៏បានហើយមួយទៀតខាងនេះគឺយើងអាចកិនជាបន្លែអីបានណាយើងដោះតែកញ្ឆែងកតុនឹងចេញទៅយើងអាចវាយពួកបន្លែវាយអីផ្សេងឬក៏ដើមចេកដែលយើងហាន់ហើយយើងខ្ជិលបុកបាទដោយសារតែយើងអត់មានម៉ាស៊ីនហាន់ដើមចេកកិនមុំហើយចេញឲ្យម៉ត់វាយើងអាចប្រើម៉ាស៊ីននេះបានដូចគ្នាប៉ុន្តែយើងហាន់ហើយដិតហើយណាហើយយើងដាក់ចូលទៅនេះគឺចេញមកគឺម៉ត់ដូចយើងបុកចឹងយើងអត់ចំណាយពេលបុកដូចពីមុនទេណាបាទអញ្ចឹងនៅក្នុងនេះគឺយើងមានទីកាច់ណាយើងកាច់វាយខ្លួនកាច់បាទខាងវាយខ្លួនបាទយើងចង់កិនស្រូវយើងកាច់មកខាងកិនស្រូវអញ្ចឹងហ្នឹងហើយអញ្ចឹងយើងតែវាយវាយកន្ទុកគឺលឿនទេបងប្អូនបាទលទ្ធផលក្នុងការកាត់ខ្លួនរបស់គ្នាបាទបាទយើងចាំមើលលទ្ធផលទាំងអស់ខ្ញុំចាក់ចូលក្នុងក្រុងចាក់ចូលក្នុងក្រុងទៅបាទចំពោះកតុក៏យើងតាមប្រភេទទីច្រែងរបស់យើងដែរបាទចំពោះច្រែងយើងម៉ត់ល្អគឺម៉ត់ល្អណានេះច្រែងយើងប៉ុណ្ណឹងល្មមហើយយើងកិនបានលឿនច្រែងប៉ុណ្ណឹងកិនបានលឿននេះខ្ញុំបង្ហាញមួយទៀតតាក់ទងទៅនឹងដែលខ្ញុំបានប្រាប់បងប្អូនថាចំពោះបងប្អូនដែលចង់វាយបន្លែខាងនេះគឺសម្រាប់យើងកិនពពុះបន្លែណាកិនតកួនកិនអីផ្សេងកិនស្ពៃផ្សេងកន្លែងនេះណាឡោះនេះអញ្ចឹងពេលដែលយើងចង់កិនពពុះតកួនបន្លែគឺបងប្អូនត្រូវដោះកញ្ចៃនេះចេញកញ្ចៃនេះចេញមកកញ្ចៃនេះណាតោះមកបងប្អូនបិទធម្មតាវិញណាបិទធម្មតាវិញកុំវាធម្មតាឡើងវិញមកអញ្ចឹងបងប្អូនអាចវាយដាក់បន្លែដាក់អីចូលតាមនឹងសម្រាប់បងប្អូនចំនួនទីបានណាអរគុណសម្រាប់បងប្អូនដែលគ្រប់ត្រូលបាទអរគុណហើយបងប្អូនមានតម្រូវការបាទបងប្អូនអាចតាក់ទងមកយើងមានសេវាកម្មផ្ញើជូនបងប្អូន25ខេត្តក្រុងហើយចំពោះនៅក្នុងស្តុកយើងក៏មានផងដែរណាយើងមានច្រើនម៉ាស៊ីនច្រើនប្រភេទប៉ុន្តែថ្ងៃនេះគឺខ្ញុំបង្ហាញតាក់ទងមកស៊េរីនេះដោយសារស៊េរីនេះគឺវាល្អអានេះយើងអត់ទាន់តម្លើងចាប់ចូលទេនេះ
យើងសម្រាប់បងប្អូនដែលនៅតាមខេត្តយើងងាយស្រួលក្នុងការផ្ញើជូនបងប្អូនកុំឲ្យបែកបាក់អញ្ចឹងសម្រាប់បងប្អូនដែលមានតម្រូវការបងប្អូនអាចតាក់ទងមកបាទលេខទូរស័ព្ទបាទដែលខ្ញុំកាន់ផ្ទាល់នេះគឺ012 63 2345ឬក៏016បាទ63 2345និង066ប្រព័ន្ធមាត់ហ្វូនណា066នៅចុងគេនេះបាទ066បាទ2345ដូចគ្នា63 2345ដូចគ្នាណាលេខដូចគ្នាទាំង3នេះបងប្អូនអាចតាក់ទងមកយើងមានសេវាកម្មផ្ញើជូនបងប្អូន25ខេត្តក្រុងបាទបងប្អូនមានស្គាល់លេខឡានបងប្អូនអោយលេខឡានមកខាងខ្ញុំមកខ្ញុំដឹកអវ៉ាន់ដល់ឡានចាំទូទាត់លុយជាមួយឡានក៏បានឬក៏បងប្អូនអត់មានស្គាល់លេខឡានគឺយើងអាចផ្ញើតាមរយៈបន្ថែមបាទទូទាត់លុយតាមរយៈបន្ថែមក៏បានគ្រាន់តែបងប្អូនទូទាត់លុយតាមរយៈបន្ថែមវាមាន2ជំរើសទី1បងប្អូនវេលុយមកមុនជំរើសទី2បងប្អូនទូទាត់លុយតាមរយៈបន្ថែមហ្នឹងប៉ុន្តែអត្ថប្រយោជន៍2គឺវាខុសគ្នាណាហ្នឹងហើយខុសគ្នាបើបងប្អូនទូទាត់តាមរយៈបន្ថែមបងប្អូនគ្រាន់តែចំណាយលុយតាក់ទងទៅនឹងសេវារយៈបន្ថែមហ្នឹងហើយប៉ុន្តែបើបងប្អូនវេលុយមកអានឹងគឺខាងខ្ញុំអ្នកចំណាយសេវាហ្នឹងហើយឬក៏បងប្អូនមិនចង់នេះទេបងប្អូនរកលេខឡានពីភូមិឃុំស្រុករបស់បងប្អូនមកឡានដែលបងទុកចិត្តបងអាចផ្ញើលុយមកឡានក៏បានឬក៏អវ៉ាន់ទៅដល់បេនឡានបានទទួលឡានខលទៅប្រាប់បងថាបានទទួលអវ៉ាន់បងអាចវេលុយមកក៏បានណាមានភាពងាយស្រួលដើម្បីមានទំនុកចិត្តទាំងសងខាងទាំងខាងអ្នកទិញទាំងខាងអ្នកលក់បាទអរគុណច្រើនបាទសម្រាប់ការតាមដានអរគុណច្រើនសម្រាប់ការគ្រប់គ្រងបាទយើងនឹងជួបគ្នាជាមួយនឹងវីដេអូជាមួយនឹងផលិតផលផ្សេងៗទៀតអរគុណ